ញ្ញាធរជាតិអប្សរាជួសជុលប្រាំងឥនលេខ12លេខ13និងលេខ14ជ្រុងអេសាននៃប្រាសាទបាគងអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានចាប់ផ្ដើមជួសជុលពង្រឹងប្រាង្គឥដ្ឋលេខ12លេខ13និង14ដែលស្ថិតនៅខាងក្រៅកំពែងទី2នាជ្រុងអេសានរបស់ប្រាសាទបាគងដែលមានស្ថានភាពខូចខាតធ្ងន់ធ្ងរនៅក្នុងចំណោមប្រាង្គឥដ្ឋទាំង3នេះប្រាង្គលេខ12និងលេខ14បានរលំបាក់ខូចខាតដល់ខឿនចំណែកប្រាង្គឥដ្ឋលេខ13ថ្មីត្បិតតែនៅមានរូបរាងពីខឿនដល់កំពូលប៉ុន្តែជញ្ជាំងផ្នែកខាងមុខដែលទាមទារឲ្យមានការជួសជុលសង្គ្រោះជាបន្ទាន់ដើម្បីថែរក្សាប្រាសាទដែលមានអាយុកាលជាង1000ឆ្នាំទាំងនេះឲ្យឈររឹងមាំបន្តទៀតលោកសារាយកំហួលប្រធានក្រុមអភិរក្សតំបន់រលួងនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថាក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាបានចាប់ផ្ដើមគម្រោងជួសជុលប្រាង្គឥដ្ឋលេខ12លេខ13និងលេខ14តាំងពីខែឧសភាឆ្នាំ2026ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ2026ខាងមុខនេះស្ថានភាពខូចខាតរបស់ប្រាង្គឥដ្ឋទាំង3នេះអស់ពេលជាច្រើនទសវត្សរ៍មកហើយដោយកត្តាអាយុកាលធម្មជាតិនិងកង្វះការថែទាំរយៈពេលយូរដែលប្រាង្គខាងត្បូងប្រាង្គលេខ12និងប្រាង្គខាងជើងប្រាង្គលេខ14រងការខូចខាតបាត់រូបរាងចាប់តាំងពីកំពូលរហូតដល់ខឿនចំណែកប្រាង្គកណ្ដាលប្រាង្គលេខ13ថ្មីត្បិតតែនៅមានរូបរាងស្ទើរតែពេញលេញប៉ុន្តែផ្នែកខាងមុខបានរលុងឥដ្ឋមួយផ្នែកធំរចនាសម្ព័ន្ធទ្វារដួលរលំនិងជញ្ជាំងទាំង3ជ្រុងមានស្នាមប្រេះហែកផងដែរលោកកឹមហួលបានឲ្យដឹងទៀតថាចំពោះកិច្ចការដែលត្រូវជួសជុលពង្រឹងប្រាង្គទាំង3នេះឲ្យរឹងមាំឡើងវិញគឺក្រុមការងារបានសម្អាតកំណកដីទាំងខាងក្រៅនិងខាងក្នុងប្រាង្គទាំង3នេះរួចរាល់ហើយចាប់ផ្ដើមជួសជុលពង្រឹងខឿនស៊ុមទ្វារនិងរចនាសម្ព័ន្ធជណ្ដើរប្រាង្គនីមួយៗចំណែកនៅប្រាង្គកណ្ដាលវិញក្រុមការងារក៏បានជួសជុលស៊ុមទ្វារហោជាងនិងសសរពេញដែលបានដួលរលំរាយប៉ាយខុសពីទីតាំងនិងយកទៅដាក់នៅទីតាំងដើមឡើងវិញក្រោយពីបានបញ្ចប់ការងារជួសជុលក្រុមការងារក៏នឹងប្រើដៃក្រៀកបន្ថែមលើផ្នែកខាងលើរបស់ប្រាង្គឥដ្ឋលេខ13ដើម្បីជួយទប់លំនឹងប្រាង្គទាំងនោះឲ្យកាន់តែមានភាពរឹងមាំថែមទៀត